ជំរាបសួរពុកម៉ែបងប្អូនពូមីងយាតាគ្រាន់តែឃើញក្បាលវីដេអូបងប្អូនពិតជាដឹងថាខ្ញុំកំពុងធ្វើអ្វីចានេះគឺជាសកម្មភាពដែលខ្ញុំកំពុងតែរៀបចំបេះម្រះព្រៅណាពុកម៉ែបងប្អូនចាហើយម្រះព្រៅនេះក៏មិនមែនដុះនៅទីណាទេពុកម៉ែបងប្អូនគឺដាំនៅមុខផ្ទះតែម្ដងពុកម៉ែបងប្អូនចាគឺនៅចំហៀងផ្ទះរបស់ខ្ញុំតែម្ដងពុកម៉ែបងប្អូនចាដោយសារខែនេះខែប្រាំងផងដែរអញ្ចឹងវាមិនមានស្លឹករកលាស់ខ្ចីល្អនោះទេពុកម៉ែបងប្អូនគ្រាន់តែល្មមនឹងមួយម្ហូបអាហារពេលមួយពេលអញ្ចឹងណាពុកម៉ែបងប្អូនចាហើយបន្តមកខ្ញុំក៏បានបេះស្លឹកម្រះព្រៅនឹងដាក់ម្ដងបន្តិចទៅតាមលទ្ធភាពដែលខ្ញុំអាចធ្វើបានអញ្ចឹងណាពុកម៉ែបងប្អូនចាហើយបេះទៅបេះមកហ្នឹងពុកម៉ែបងប្អូនបេះតែបានតែស្លឹកចាស់នឹងឯងហើយវាអត់សូវមានទេស្លឹកខ្ចីនោះពុកម៉ែបងប្អូនចាស្រោចទឹកដែរក៏ប៉ុន្តែវាអត់ទាន់បានលាស់អីចឹងណាពុកម៉ែបងប្អូនចាមាន3-4ដើមដែរនៅក្បែរផ្ទះចឹងណាពុកម៉ែបងប្អូនចាវាស្រួលមិនបាច់យើងចាំទៅទិញឬក៏ចំណាយលុយអីទេពុកម៉ែបងប្អូនចាព្រោះអីយើងជាគ្រួសារដែលតូចតាចចឹងណាពុកម៉ែបងប្អូនហើយសមាជិកក៏តិចផងដែរអញ្ចឹងយើងល្មមណាដែលយើងអាចត្រូវបេះវាយកមកស្លឬក៏ធ្វើម្ហូបធ្វើអីអញ្ចឹងទៅវារួចមកពេលអញ្ចឹងណាពុកម៉ែបងប្អូនចាហើយអ្វីដែលសំខាន់ចាគឺពុកម៉ែបងប្អូនគឺខ្ញុំបេះកំពុងតែនេះពេលនេះគឺកំពុងបេះនៅក្រោមដើមដូងពុកម៉ែបងប្អូនចាហើយណាមួយចេះបារម្ភនឹកឃើញថាអូតិចបេះនៅក្រោមដើមដូងធ្លាក់មកយ៉ាងម៉េចទៅណាពុកម៉ែបងប្អូនចាប៉ុន្តែព្យាយាមនៅតែបេះឲ្យរួចរាល់ហើយអញ្ចឹងណាពុកម៉ែបងប្អូនពីព្រោះខ្ញុំជាអ្នកចុងភៅអញ្ចឹងទៅពុកម៉ែបងប្អូនអត់មានអ្នកណាអាចជំនួសយើងបានទេពុកម៉ែបងប្អូនចាអ្វីដែលសំខាន់មើលឆ្វេងមើលស្ដាំអញ្ចឹងទៅខ្លាចតែមានមើលទៅលើផងអីចឹងណាពុកម៉ែបងប្អូនចាខ្លាចដូងធ្លាក់មកត្រូវអញ្ចឹងណាពុកម៉ែបងប្អូនចាហើយអ្វីដែលសំខាន់ចាគឺអង្គុយបាត់ជើងតែម្ដងពុកម៉ែបងប្អូននៅលើវាលស្មៅអញ្ចឹងណាហើយក៏មិនមែនថាស្រួលអីណាស់ណាទេពុកម៉ែបងប្អូនចាគឺល្មមនឹងឯងចាហើយបេះបានប៉ុណ្្នឹងឯងពុកម៉ែបងប្អូនគ្រាន់តែយើងយកទៅដាក់ក្នុងម្ហូបយើងដើម្បីកាត់បន្ថយឆ្អាបអីចឹងណាពុកម៉ែបងប្អូនចាហើយបន្តមកខ្ញុំក៏បានបេះរួចរាល់អស់ហើយខ្ញុំយកទៅលាងទឹកលាងអីរួចរាល់ហើយអញ្ចឹងទៅខ្ញុំក៏ចាប់ដើមបំពងគ្រឿងក្រៅរបស់ខ្ញុំចាថ្ងៃនេះគឺឆាយកតែម្ដងឆ្ងាញ់ណាស់ពុកម៉ែបងប្អូនចាគ្រឿងក្រៅវាណាអញ្ចឹងអ្វីដែលគ្រឿងក្រៅគឺខ្ញុំត្រូវបានសេពសង់រួចរាល់អស់ហើយចាមានតាំងពីកញ្គាល់ស្ក្រៃមានល្មៀតមានអីចឹងទៅពុកម៉ែបងប្អូនចាមានសណ្តែកដីមានម្ទេសហើយផ្លោកអីចឹងទៅណាពុកម៉ែបងប្អូនមានម្ទេសក្រៀមម្ទេសអីចឹងទៅណាពុកម៉ែបងប្អូនតាមចំណង់ចំណូលចិត្តរបស់យើងហើយបន្តមកខ្ញុំក៏បានដាក់សាច់ដាក់អីចឹងទៅរួចជាស្រេចចាគឺសាច់ទាកប៉ាឆាក្តៅតែម្ដងពុកម៉ែបងប្អូនឆ្ងាញ់កប់សេរីតែម្ដងជាតិអើយជាតិ